cái nào dừng gì tôi xác là president anh em là tới cái nào bị miền bận đông rồi bỏ xa crom xa để cả chán vì sao ông liên là cái case law hay dừng đăng tha ta bịa mình chụp bá nếu không chụp bắp môi nữa ta ăn từ đây này bịa nâng dừng đăng tam dễ say ba anh nói đây vô tại sao anh nói đây sầm ra chất xa crom xa để cả ta là các con chim bướm lứ bạn ở quân luôn mình định sắp tới nơi lưยุทธศาสตร์នេះតែងប្រើទៅក្នុងប្រព័ន្ធ common law ច្រើនប៉ុន្តែដល់ឡែកនៅកម្ពុជាយើងប្រកាន់ភ្ជាប់នៅរបបគេហៅថាប្រព័ន្ធ civil law អញ្ចឹងយុទ្ធសាស្ត្រដែលតាមលោកបណ្ឌិតបកស្រាយនេះតើវាមានដែរទេនៅកម្ពុជាចំពីយុទ្ធសាស្ត្រនេះខ្ញុំឆ្លើយជាលក្ខណៈទូទៅចុះក្នុងនិយាយ civil law ណាបាទប៉ុន្តែវាមានពាក្យរបស់ភាសាអង់គ្លេសមានកាលណាយើងនិយាយយុទ្ធសាស្ត្រគឺ president ហើយនៅខ្លះទៅកាលណាវាមានបណ្ដុំរបស់សារក្រមសាធិការច្រើនភាសាអង់គ្លេសខ្លះគេហៅថា case law វាចឹងទៅហើយបើសិនជាពាក្យមួយទៀតគេប្រើជាងកាគេប្រើពាក្យ jurisprudence ណាអាហ្នឹងគេប្រើចឹង jurisprudence ហើយមួយទៀតគេប្រើពាក្យថា settled jurisprudence អាហ្នឹងខ្ញុំចង់សង្កត់ធ្ងន់ចេះនៅក្នុង civil law របស់យើងគឺសាលដីការបស់តុលាការកំពូលអត់ចងជាកាតព្វកិច្ចទូទៅទេគឺចងតែកាតព្វកិច្ចចំពោះភាគីដែលពាក់ព័ន្ធនេះចឹងហើយបានន័យថាអត់មានជាកាតព្វកិច្ចដែលត្រូវសាលាដំបងឧត្តរទៅមានន័យថាគោរពឬក៏ថាសាលដីការបស់តុលាការកំពូលចងកាតព្វកិច្ចមកដល់តុលាការទាំងអស់ទេចឹងហើយបានយើងថាយើងអត់ប្រើ president នេះបើមាននិន្នាការមិនប្រទេសជិតខាងរបស់យើងដូចករណីវៀតណាមអីគេមានបង្កើតគណៈកម្មការមួយដែលគេជ្រើសរើសសាលដីកាដែលថាវាល្អវាជា model បាទដើម្បីយកមកធ្វើជាគំរូហាហ្នឹងដែលខ្ញុំនិយាយមិញគេហៅថា settled jurisprudence មានន័យថាជាសាលដីកាដែលគេឯកភាពថាទទួលយកបានពូ settled ហ្នឹងមែនតើមិនបកថាក្នុងន័យថាដោះស្រាយរួចទេបើន័យថាជាយុទ្ធសាស្ត្រអាចថាបកយុទ្ធសាស្ត្រអញ្ចឹងឬក៏សេចក្តីសម្រេចមួយដែលគេទទួលស្គាល់យកមកធ្វើជាគំរូប៉ុន្តែម្ដងទៀតវាមិនមែនចងជាកាតព្វកិច្ចទេវាគ្រាន់តែជាអ្វីមួយដែលសម្រាប់ឲ្យតុលាការដទៃយកមកពិចារណាឃើញទេគឺវាខុសពីយុទ្ធសាស្ត្ររបស់តុលាការនៅក្នុងប្រព័ន្ធ common law ហ្នឹងបាទគ្រូអញ្ចឹងយុទ្ធសាស្ត្រមានប្រយោជន៍ណាស់ហើយស្រាប់ទៅចង់ឲ្យលោកបណ្ឌិតជួយបង្ហាញថាតើប្រយោជន៍របស់យុទ្ធសាស្ត្រហ្នឹងវាមានអ្វីខ្លះដែលជាគោលចម្បងលោកបណ្ឌិតបាទអរគុណចំពោះសំណួរនេះពួកអីដោយសារតែយើងប្រកាន់ថាប្រទេសយើងជាប្រទេស civil law បាទប៉ុន្តែខ្ញុំបើកមុខចោលតិចឥឡូវហ្នឹងវាយើងមិនមែនជា civil law ថាដាច់ណាត់ទេណាមានធាតុផ្សំ common law ចូលនៅក្នុងហ្នឹងដូចជានៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌមានសមាសភាគនៃ common law ក៏ចូលក្នុងដែរណាតាមរយៈដោនណកជួយតាមរយៈយើងទទួលច្បាប់អន្តរជាតិមួយចំនួនអញ្ចឹងអាធាតុផ្សំរបស់ common law វានៅក្នុងនៅច្បាប់យើងប៉ុន្តែអាចនិយាយបានថាយើងនៅតែភាគច្រើនលើលប់គឺ civil law ប៉ុន្តែវាមាន element ធាតុផ្សំ common law ក្នុងអញ្ចឹងខ្ញុំចង់និយាយចេះយើងពិចារណាមើលខ្ញុំនិយាយក្នុងវីដេអូមុនឲ្យថាសភាក៏ជាមនុស្សសភាក៏ធ្វើច្បាប់ទៅក៏មានចន្លោះខ្វះខាតដែរចុះបើសិនជាចន្លោះខ្វះខាតហ្នឹងសួរថាតើជាអ្នកណាជាអ្នកបកស្រាយហើយយើងដឹងថាតើអាពាក្យមិនច្បាស់នៅក្នុងច្បាប់មួយហ្នឹងតើអត្ថន័យនៃពាក្យហ្នឹងយើងដឹងតាមរយៈស្អីបាទអាហ្នឹងឯងដែលយុទ្ធសាស្ត្រអាហ្នឹងឯងដែលសេចក្តីសម្រេចចិត្តសាលក្រមសាធិការតុលាការក៏ជួយបំភ្លឺអាហ្នឹងឯងដែលជាការឆ្លើយតបទៅវិញថានិស្សិតយើងសាស្ត្រាចារ្យដែលគាត់បង្រៀនច្បាប់ហ្នឹងគាត់មិនសូវឲ្យតម្លៃទៅលើសាលក្រមសាធិការតាមពិតមានតម្លៃគឺជួយបំភ្លឺនៅចំណុចមួយចំនួនដែលច្បាប់ផ្សេងមិនច្បាស់ណា
អាហ្នឹងតែមានប្រយោជន៍ចឹងឥឡូវខ្ញុំមកដេញបញ្ជាក់ខាងតិចទៀតឧទាហរណ៍ថាការដែលបង្កើតដែលយើងសៅខ្ញុំបញ្ជាក់ឡើងទៀតថាអញ្ចឹងចៅកំគាត់បកស្រាយគាត់បង្កើតជាសាលក្រមសាលិកាបាទហើយហ្នឹងវាជួយបំភ្លឺណាជួយបំភ្លឺទៅដល់កលែងទៅដល់ច្បាប់មួយចំនួនបទបញ្ញត្តិពាក្យពេចន៍ច្បាប់មួយចំនួនមិនច្បាស់ឃើញអញ្ចឹងបើករណីហ្នឹងខ្ញុំបើគូចោទតិចដល់ថាទេគាត់បកស្រាយអញ្ចឹងហើយមិនយើងនិយាយពីរឿងការបកស្រាយក្រមមិនតាន់តឹងរឹងអញ្ចឹងបកស្រាយអញ្ចឹងតិចទៅបកស្រាយដល់ថ្នាក់បង្កើតជាបទល្មើសថ្មីទៅអត់ទេព្រោះហ្នឹងវានឹងបំពេញទៅគោលការណ៍បែងចែកអំណាចដែលមានប្រភពមកពី Civil Law រដ្ឋាភិបាលអនុវត្តច្បាប់សភាអ្នកធ្វើច្បាប់តុលាការអ្នកសម្រេចវិនិច្ឆ័យខុសត្រូវដាក់ទោសទណ្ឌអញ្ចឹងបើសិនជាយើងបកស្រាយបំភ្លឺវាដល់បង្កើតនៅបទល្មើសថ្មីដែលជាសមត្ថកិច្ចរបស់សភាអាហ្នឹងដែលគេថាតុលាការក៏អាចបំពេញនៅអំណាចធ្វើច្បាប់របស់សភាណាទៅនឹងគោលការណ៍ហ្នឹង